AI is a powerful tool, but it is still a tool. It must serve our national interest and our people. We will define how AI is developed and used in Singapore. ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅសង្ហបុរីប្រកាសដាក់ចេញកញ្ចប់ថវិកាឆ្នាំ2026ផ្ដោតទៅលើការបោះជំហានថ្នាក់ជាតិឆ្ពោះទៅរកការធ្វើបរិវត្តកម្ម AI មន្ទីរបច្ចុប្បន្នបានប្រើប្រាស់ Claude AI ក្នុងការប្រតិបត្តិការចាប់ខ្លួនលោក Nicolas Maduro អាកាសចរកម្ពុជាថៃនៅតែមានជើងហោះហើរ270ជើងក្នុងមួយសប្តាហ៍ FMIS ជួយពង្រឹងការអនុវត្តគណនេយ្យថវិកាឲ្យកាន់តែមានស្តង់ដារនិងតម្លាភាព In a changed world, a decisive factor for success will be how we harness new technologies, and foremost amongst them, artificial intelligence. ក្នុងគោលបំណងពង្រឹងឧត្តមភាពប្រកួតប្រជែងនៅក្នុងយុគសម័យបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្ដូរយ៉ាងរហ័សរដ្ឋាភិបាលសង្ហបុរីបានប្រកាសដាក់ចេញនូវគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតយ៉ាងទូលំទូលាយដែលជាផ្នែកមួយនៃកញ្ចប់ថវិកាជាតិឆ្នាំ2026យុទ្ធសាស្ត្រនេះផ្ដោតសំខាន់ទៅលើការធ្វើបរិវត្តកម្មវិស័យសេដ្ឋកិច្ចស្នូលការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជននិងការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រើប្រាស់ AI ជាឧបករណ៍យុទ្ធសាស្ត្រនៅក្នុងសេចក្តីប្រកាសអំពីកញ្ចប់ថវិកាជាតិឆ្នាំ2026លោក Laurent Wong នាយករដ្ឋមន្ត្រីសង្ហបុរីបានសង្កត់ធ្ងន់ថាបញ្ញាសិប្បនិម្មិត AI មិនមែនគ្រាន់តែជាការផ្លាស់ប្ដូរបច្ចេកវិទ្យាប៉ុណ្ណោះទេក៏ប៉ុន្តែគឺជាកត្តាសម្រាប់ជោគវាសនារបស់ជាតិនៅក្នុងពិភពលោកថ្មីលោកក៏បានទទួលស្គាល់នូវក្តីបារម្ភរបស់ពលរដ្ឋក៏ប៉ុន្តែលោកបានជំរុញឲ្យពលរដ្ឋគ្រប់រូបមានភាពក្លាហាននៅក្នុងការដើរទៅមុខលោកបានសង្កត់ធ្ងន់ថាប្រសិនបើយើងបណ្ដោយឲ្យភាពមិនច្បាស់លាស់មកធ្វើឲ្យយើងនៅទ្រឹងយើងនឹងធ្លាក់ចុះក្រោយគេនៅក្នុងពិភពលោកដែលកំពុងបោះជំហានទៅមុខយ៉ាងលឿនដូច្នេះយើងត្រូវតែធ្វើសកម្មភាពដោយភាពច្បាស់លាស់និងការបដិញ្ញាចិត្តយ៉ាងណាមិញលោកនាយករដ្ឋមន្ត្រីសង្ហបុរីក៏បានបញ្ជាក់យ៉ាងច្បាស់អំពីទូនាទីរបស់ AI ថា AI គឺជាឧបករណ៍ដ៏មានអានុភាពប៉ុន្តែវានៅតែជាឧបករណ៍វាត្រូវតែបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាជនរបស់យើងនឹងកំណត់របៀបដែល AI ត្រូវបានអភិវឌ្ឍនិងប្រើប្រាស់នៅក្នុងប្រទេសសង្ហបុរី AI is a powerful tool, but it is still a tool. It must serve our national interest and our people. We will define how AI is developed and used in Singapore. គួរបញ្ជាក់ជូនថាដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី AI ឲ្យកាន់តែរស់រវើករដ្ឋាភិបាលសង្ហបុរីនឹងបង្កើតសួនឧទ្យាន AI ដ៏ធំមួយមជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងជួបជុំសម្រាប់អ្នកបង្កើតថ្មីអ្នកស្រាវជ្រាវនិងអ្នកជំនាញដើម្បីសហការគ្នាប្រែក្លាយលទ្ធផលស្រាវជ្រាវ AI ឲ្យទៅជាដំណោះស្រាយជាក់ស្ដែងសម្រាប់ទាំងវិស័យសាធារណៈនិងវិស័យឯកជនយោងតាមរបាយការណ៍របស់កាសែត The Wall Street Journal បានទម្លាយដឹងថាក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុន Anthropic ដែលមានឈ្មោះថា Claude AI ដើម្បីជួយសម្រួលដល់ប្រតិបត្តិការយោធាដ៏ស្មុគស្មាញក្នុងការចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro កាលពីដើមខែមករាឆ្នាំ2026កន្លងទៅយោងតាមសេចក្តីរាយការណ៍ដដែលប្រតិបត្តិការដែលត្រូវបានគេឲ្យឈ្មោះថា Operation Absolute Resolveគឺជាការសម្របសម្រួលរវាងកងកម្លាំងពិសេសឬ Delta Force និងបច្ចេកវិទ្យា AI កម្រិតខ្ពស់ក្នុងនោះ Claude AI ត្រូវបានគេរាយការណ៍ថាបានដើរតួនាទីយ៉ាងសំខាន់ពីរយ៉ាងទី1ការវិភាគទិន្នន័យចារកម្ម Claude AI ត្រូវបានប្រើប្រាស់សម្រាប់ការបំបែកទិន្នន័យពីផ្កាយរណបនិងការស្ដាប់សំឡេងសម្ងាត់ដើម្បីកំណត់ទីតាំងច្បាស់លាស់របស់លោក Maduro នៅក្នុងទីក្រុង Caracas និងទី2ការរៀបចំផែនការភស្តុភារ Claude AI បានជួយគណនាហានិភ័យនិងផ្លូវដកថយក្នុងពេលមានការប៉ះទង្គិចគ្នាដោយអាវុធយោងតាមរបាយការណ៍ចុងក្រោយពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលគិតត្រឹមថ្ងៃទី13ខែកុម្ភៈបង្ហាញថាបច្ចុប្បន្នមានជើងហោះហើរទ្វេទិស
រវាងប្រទេសកម្ពុជានិងថៃរហូតដល់ទៅ270ជើងក្នុងមួយសប្តាហ៍ក្នុងនោះប្រតិបត្តិការហោះហើរត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអាកាសចរចំនួន10រួមមានក្រុមហ៊ុនក្នុងស្រុកចំនួន3និងក្រុមហ៊ុនអន្តរជាតិចំនួន7ផ្សេងទៀតយោងតាមទិន្នន័យដដែលផ្លូវហោះហើរពីភ្នំពេញបាងកកមានចំនួនច្រើនជាងគេពលគឺមានរហូតដល់ទៅ152ជើងក្នុងមួយសប្តាហ៍ខណៈដែលផ្លូវហោះហើរពីសៀមរាបបាងកកនិងភូកេតមានចំនួន118ជើងក្នុងមួយសប្តាហ៍កាលពីថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំអំពីការអនុវត្តកត់ត្រាបរិយាប្រទានក្នុងប្រព័ន្ធ FMS តាមប្រព័ន្ធអនឡាញកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈនាយកសាធារណៈនៃអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិរដ្ឋាភិបាលរាជធានីខេត្តនិងគ្រឹះស្ថានសាធារណរដ្ឋបាលនិងអគ្គនាយកដ្ឋានពាក់ព័ន្ធសរុបប្រមាណ200រូបការណែនាំនេះធ្វើឡើងដើម្បីជំរុញការអនុវត្តឲ្យស្របតាមប្រកាសលេខ990 សហវប្រកអរតនចុះថ្ងៃទី31ខែធ្នូឆ្នាំ2024ស្ដីពីគោលការណ៍ណែនាំកិច្ចបញ្ជាការគណនេយ្យនៃប្រតិបត្តិការថវិកាដែលបានចាប់ផ្ដើមអនុវត្តជាផ្លូវការតាំងពីដើមឆ្នាំ2025 FMS ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរៀបចំមុខងារគាំទ្រដល់ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុនិងការកត់ត្រាកិច្ចបញ្ជីការគណនេយ្យដោយប្រព័ន្ធមានលទ្ធភាពផលិតរបាយការណ៍ចំណូលនិងចំណាយតាមស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានបង្គោលនិងមូលដ្ឋានសាច់ប្រាក់លើប្រតិបត្តិការហិរញ្ញវត្ថុតែមួយនៅក្នុង FMS គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មនិងសមាហរណកម្មនៅដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមានការរៀបចំនិងអនុវត្តថវិកាប្រតិបត្តិការហិរញ្ញវត្ថុការរៀបចំរបាយការណ៍ការធ្វើអធិការកិច្ចហិរញ្ញវត្ថុនិងសវនកម្មជាដើមរាល់ទិន្នន័យផ្លូវការដែលត្រូវបានប្រើប្រាស់នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលត្រូវផលិតចេញពី FMS តែមួយគត់សូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា